ថ្ងៃនេះយើងស្វែងយល់អំពីផ្លាកសញ្ញាចរាចរណ៍ផ្លាកសញ្ញានេះគឺផ្លាកសញ្ញាគ្រោះថ្នាក់ផ្សេងៗដូចជាខាងមុខមានរោងចក្រមានដើមឈើត្រេតដូច្នេះអ្នកបើកបរឃើញផ្លាកសញ្ញានេះត្រូវតែប្រុងប្រយ័ត្នជាដាច់ខាតដូច្នេះយើងទស្សនាបន្តទៀតគឺផ្លាកសញ្ញាបន្ទាប់គឺផ្លាកសញ្ញាបម្រាមផ្លាកសញ្ញានេះគឺហាមបត់ត្រឡប់ក្រោយចឹងផ្លាកសញ្ញានីមួយៗស្ទើរមានខ្លឹមសារដូចតែខ្ញុំបានពន្យល់ផ្លាកសញ្ញាហាមបត់ត្រឡប់ក្រោយគឺដូចជាមានបឹងចែកជូនផ្លូវមានបន្លោះតូចៗចឹងមិនត្រូវបើកត្រឡប់ក្រោយទេព្រោះហាមបត់ត្រឡប់ក្រោយបាទអញ្ជើញទស្សនាផ្លាកសញ្ញាបន្ទាប់គឺផ្លាកសញ្ញាបន្ទាប់តែងដាក់ទៅកន្លែងផ្លូវតូចចង្អៀតមានអាគារអមសងខាងចឹងផ្លាកសញ្ញានេះគឺហាមចតថ្ងៃសេសផ្លាកសញ្ញាហាមចតថ្ងៃសេសគឺតែងដាក់នៅផ្លូវតូចចង្អៀតមានអាគារសងខាងអញ្ចឹងបងប្អូនមើលខាងស្ដាំដៃឲ្យបានច្បាស់លាស់រាល់ការបើកបរឡានលក្ខណៈឡានគ្រួសារអញ្ចឹងផ្លាកសញ្ញានេះគឺចតបាននៅម៉ោង 9:30 នាទីពេលយប់អញ្ចឹងយើងអាចដល់ម៉ោង 9:30 នាទីពេលយប់ទើបបានចាប់ចតបានអញ្ចឹងបងប្អូនការបើកបរប្រុងប្រយ័ត្នត្រូវតែមានឯកសារគ្រប់គ្រាន់ផងដែរដូចជាឯកសារតាមប្រភេទយានយន្តប្រភេទ B ប្រភេទ C ប្រភេទ Go ប្រភេទ D ប្រភេទ Co អញ្ចឹងទាំងអស់នេះស្ថិតបានបើកបរតាមការប្រើប្រាស់នៃតាមប្រភេទយានយន្តអញ្ចឹងបងប្អូនត្រូវតែប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវរាល់ការបើកបរឲ្យនាំសុខសុវត្ថិភាពមកជូនគ្រួសាររបស់យើងនិងខ្លួនឯង